ជាថ្ងៃនេះប្រាកម្លាំងជ្រុលពេកបានជាអញ្ចឹងតែកុំឲ្យសិស្សច្បងដឹងឲ្យសោះធ្វើយ៉ាងណាកុំឲ្យគាត់ដឹងឲ្យសោះតកែស្រីខ្ញុំមានការចង់សួរតកែស្រីអង្គុយតែថ្ងៃនេះឡើងតើគេសម្រាប់មុនពេលបន្តិចខ្ញុំដឹងថាអ្នកប្រុសប្រកាសជាមករកខ្ញុំអ្នកប្រុសមីងមានការអីចង់ដឹងបើសិនជាខ្ញុំដឹងនោះខ្ញុំប្រកាសជាជម្រាបអ្នកប្រុសក៏ប៉ុន្តែខ្ញុំមិនដឹងថាខ្ញុំអាចបកស្រាយបញ្ហាងឿងឆ្ងល់របស់អ្នកប្រុសបានឬក៏មិនបានខ្ញុំមកលើនេះក៏ព្រោះចង់សួរថាតកែស្រីជាមួយនឹងអាគីព្រមទាំងក្រុមអាគីក្រហមនោះមានអីតាក់ទងជាមួយគ្នាម្យ៉ាងទៀតអ្នកនាងហ្វាគូដែលជាក្រុមល្ខោនសម្ដែងនោះមានអីពាក់ព័ន្ធដែរទៅអ្នកនាងនិយាយប្រាប់ខ្ញុំទៅមើលអ្នកប្រុសមីងមិនបានជាអ្នកប្រុសនិយាយយ៉ាងនេះអ្វីទៅអាគីអ្វីទៅក្រុមអាគីក្រហមហើយស្អីទៅអ្នកនាងហ្វាគូជួលក្រុមល្ខោនមកនោះអ្នកប្រុសមីងអ្នកប្រុសយល់ថាក្រុមល្ខោននេះគឺខ្ញុំឈីអញ្ជើញមកតាមែនទេមនុស្សដូចជាខ្ញុំនេះនៅក្នុងស្រុកអ្នកណាក៏ស្គាល់ដែរខ្ញុំស្រឡាញ់ប្រាក់តែខ្ញុំមិនចូលចិត្តចាយប្រាក់ទេសូម្បីតែមកកាក់ម៉ាសែនក៏ខ្ញុំចេះឈឺចាប់មួយយប់មួយថ្ងៃដែរអញ្ចឹងហេតុអ្វីបានជានាងអង្គុយលើកៅអីសម្រាប់នាងហ្វាគូទៅវិញខ្ញុំមិនដឹងដែររឿងហេតុទាំងប៉ុន្មានខ្ញុំគ្រាន់តែយល់ថាកន្លែងនោះគឺជាកន្លែងដ៏ល្អហេតុនេះហើយខ្ញុំក៏អង្គុយនៅកន្លែងនោះតែម្ដងទៅមិននឹកស្មានថាខ្ញុំស្ទើរតែបាត់បង់ទាំងជីវិតបើសិនជាដឹងអញ្ចឹងទោះជាឲ្យប្រាក់ខ្ញុំប្រមាណក៏ខ្ញុំមិនល្ងងទៅអង្គុយកន្លែងគ្រោះថ្នាក់យ៉ាងនេះដែរតកែស្រីចង់និយាយថាតកែស្រីអត់ស្គាល់អាគីមុខដែកនោះទេតាមែនទេបើសិនជាស្គាល់នៅចំពោះមនុស្សច្រើនយ៉ាងនេះខ្ញុំក៏មិនខ្មាស់គេដល់ថ្នាក់នេះដែរអ្នកប្រុសដឹងទេអ្នកពាក់ស្រោមមុខនោះគេចង់សម្លាប់ខ្ញុំអ្នកទាំងអស់គ្នាក៏ឃើញច្បាស់ណាស់ដែរតាអាគីចង់សម្លាប់តកែស្រីយើងទាំងអស់គ្នាមើលឃើញច្បាស់ណាស់តែចំណុចតកែស្រីដូចជាចង់ការពារគេទៅវិញតកែស្រីអ្នកចេះហាត់វិជ្ជាគុណចំណែកខ្ញុំមើលមិនខុសនោះទេមែនទេខ្ញុំបាននិយាយហើយស្រីគឺជាស្រីគេជាមនុស្សខ្លាចណាស់ឲ្យតែឃើញកបិតឬក៏ឃើញដៅប្រកាសជាភ័យខ្លាចបាត់ភ្នែកជេរតដៃតែផ្ដេសតែផ្ដាអ្នកប្រុសមីងខ្ញុំមានធ្វើឲ្យអ្នកប្រុសត្រូវរបួសទេបើសិនជារបួសដោយសារខ្ញុំនេះគឺជាកំហុសរបស់ខ្ញុំឲ្យខ្ញុំសុំទោសអ្នកប្រុសផងចុះតកែស្រីខ្ញុំអ្នកប្រុសមីងខ្ញុំកាន់តែគិតគឺកាន់តែខ្លាចខ្ញុំយល់ថាទោះជាខ្ញុំថ្នាក់អ្នកណាក៏បានតែដាច់ខាតកុំឲ្យថ្នាក់មនុស្សក្នុងដំណាក់ព្រះអង្គម្ចាស់ជីងផឹងឲ្យសោះអ្នកប្រុសអ្វីដែលខ្ញុំឆ្លើយតបនឹងអ្នកប្រុសខ្ញុំបានឆ្លើយប្រាប់អ្នកប្រុសរួចទៅហើយបើសិនជាខ្ញុំនិយាយតទៅទៀតខ្ញុំប្រកាសជាមានការនិយាយខុសខ្ញុំដូចជាឈឺក្បាលខ្លាំងណាស់អ្នកប្រុសមីងខ្ញុំគិតថាអ្នកប្រុសមីងអញ្ជើញទៅវិញសិនចុះអ្នកប្រុសមីងអ្នកប្រុសមានដឹងថាអ្នកនាងជូត្រូវរបួសយ៉ាងម៉េចទៅហើយបើតាមខ្ញុំស្មានពេលនេះគេកំពុងតែស្ដីឲ្យអ្នកប្រុសតកែស្រីបើតកែស្រីឈឺក្បាលវិលមុខអញ្ជើញទៅសម្រាប់ចុះកុំផឹកច្រើនពេកណាបើមិនចឹងទេស្អែកឡើងតើមានកម្លាំងឯណាទៅទទួលភ្ញៀវជាពិសេសដូចខ្ញុំទៀតអាយ៉យឈឺសងស្លាប់ទៅហើយឆាប់ចង់ស្ដាប់ថ្នាំអាខ្ញុំមកអាយ៉យឆាប់ឡើងមកអើយបានហើយអ្នកនាងក៏មកលឺពេកត្រូវរបួសប៉ុណ្ណឹងស្រីលោឡាធ្វើអីបើលោកម្ចាស់ដឹងតែគិតយ៉ាងម៉េចទៅអើយផ្ដេសផ្ដាស់មែនហ្មងនេះមកពេលអត់មានយ៉ាងនោះក្អេងខាងពេកដាក់ក្នុងស្នោកខ្ញុំប្រាប់លោកទៅចោះយ៉ាងណាខ្ញុំមិនអត់អានអាគេទេអើយតាំងពីអ្នកនាងមកវិញជារហូតដល់ឥឡូវនេះមើលទៅរបួសអ្នកនាងមិនអាចស្លាប់ទេប្រកាសជាមិនស្លាប់ទេអាមនុស្សចាស់មកសៀតថ្ងៃនេះគេមានចេតនាធ្វើបាបខ្ញុំឲ្យរបួសខ្ញុំប្រាប់លោកទៅចោះខ្ញុំប្រកាសជាតស៊ូតទៅទៀតដើម្បីសងសឹកគំនុំឈាមអីមិនក៏ធ្ងន់ធ្ងរម្ល៉េះតាមពិតអ្នកប្រុសមិញធ្វើយ៉ាងនេះគឺមានមូលហេតុបានអ្នកនាងមិនត្រូវរបួសតិចតួចធ្វើយ៉ាងម៉េចអាចគេចពីកញ្ញាំបិសាចមនុស្សមុខដែកនោះបាច់បានជាលោកនិយាយយ៉ាងនេះឬមួយក៏ខ្ញុំត្រូវតែនិយាយជាមួយគាត់ថាអរគុណលោកដែលធ្វើឲ្យខ្ញុំរបួសអ្នកប្រុសមិញជាមនុស្សដឹងខុសត្រូវគេមិនយល់ដូចជានាងអញ្ចឹងទេលោក
ធ្វើបាបខ្ញុំមែនទេខូចណាស់ អាយ៉ាបានហើយខ្ញុំមានរឿងអីធ្វើបាបនាងឥឡូវខ្ញុំជួយខាត់ឈាមឲ្យនាងឲ្យយើងមើលបន្តិចយ៉ាងមិនទៅហើយនេះនៅស្ងៀមណាទ្រាំបន្តិចទ្រាំកុំមាត់ឲ្យខ្ញុំមើលរឿងអញ្ចឹងប្រុសស្រីមិនអាចប៉ះគ្នាបានទេខ្ញុំទៅតាមរកសៀវឈុនសិនហើយខ្ញុំយកកណាត់នេះទៅបោះចោលហើយណ៎អូណែសៀវឈុនមកចំពេលល្អណាស់មានការអីឈាមមកតែគេខ្លាំងដូចជាសត្វតោតាមមិនក៏កំសាកម្លេះប្រហែលជាធ្វើពុតគេចង់ឲ្យលោកថ្នាក់ថ្នមទេដឹងពិតមែនហើយពិតមែនមិនអីទេខ្ញុំមិនប៉ឹងគេទេប៉ឹងខ្លួនឯងអ្នកនាងទៅរួចទេខ្ញុំមានរឿងអីត្រូវចាញ់តកូនមីងនោះគេចង់ឲ្យខ្ញុំស្លាប់តែខ្ញុំតែខំរស់តទៅទៀតម្យ៉ាងទៀតខ្ញុំនឹងរស់ឲ្យក្លាហានទៀតផងអាពេលសើចចូលណាអាយ៉ាពួកឯងនោះលោកចាស់មកហើយបើគាត់ដឹងថាអ្នកនាងត្រូវរបួសពីខាងក្រៅមកហើយម្យ៉ាងទៀតមានទំនាស់ជាមួយអ្នកប្រុសបន្ទាប់ពួកយើងកុំសង្ឃឹមថាចេញទៅក្រៅបានឲ្យសងណាអាពេលសើចចូលណាពួកឯងនៅក្នុងបន្ទប់របស់អ្នកនាងមើលនោះណាចាអរគុណលោកអ៊ំជូខ្ញុំយកថ្នាំនេះមកសម្រាប់ព្យាបាលរបួសអ្នកនាងជូយ៉ាងម៉េចទៅហើយថាម៉េចមានរបួសពួកឯងនៅខាងក្រៅបករឿងមានរឿងកើតឡើងទៀតហើយហ៊ានលាក់បាំងនឹងយើងផងអើយនោះមិនមែនជាកំហុសរបស់ខ្ញុំទេនេះជាកំហុសរបស់មីងយ៉ាងតានេះហ៊ានតមាត់ផងតាប៉ាត់ក៏អញ្ចឹងមិនក៏មិនសួរអ្នកនាងសៀងទៅលោកអ៊ំជូខ្ញុំតំណាងឲ្យសិស្សច្បងខ្ញុំមកសុំទោសលោកអ៊ំធ្វើអញ្ចឹងមិនកើតទេណាស់តែប្រុសមិញមានរឿងអីថាមិនបាននោះឥឡូវនេះអ្នកដែលជួយចាប់របួសធ្ងន់ធ្ងរបំផុតគឺខ្ញុំជុំនិយាយទៀតទៅលោកម្ចាស់រឿងតែប្រហែលជាកំហុសរបស់ខ្ញុំមិនបានថែទាំអ្នកនាងឲ្យបានល្អចង់វាយចង់ជេរខ្ញុំមកមិនកើតទេអាយអាពីវមកតាមខ្ញុំមកខ្ញុំចង់និយាយជាមួយឯងតិចពីវមិនបានជាអញ្ចឹងយើងប្រាំធ្វើថាពេលដែលគេបន្តរៀបការជាមួយនឹងអ្នកប្រុសមិញដែលខែកុំឲ្យមានការធ្វើប្រហែលសោះឥឡូវនេះគេបែរជាមានគំនុំជាមួយអ្នកប្រុសទី2ទៅហើយតើរឿងនោះវាយ៉ាងម៉េចទៅវិញទៅលោកម្ចាស់អ្នកនាងខឹងអ្នកប្រុសបន្ទាប់វាជារឿងរបៀបស្រីលេងសាជាការមញញក់គ្មានបញ្ហាធ្ងន់ធ្ងរទេចំណែកអ្នកប្រុសបន្ទាប់ណាបើសិនជាមានគំនុំជាមួយអ្នកនាងនោះវាជារឿងមួយគួរឲ្យបារម្ភមែនលោកម្ចាស់មិនបាច់ព្រួយច្រើនទេឯងដឹងទេដំណាក់ព្រះអង្គម្ចាស់ជីងនៅក្នុងរាជការមានឋានៈខ្ពង់ខ្ពស់ណាស់មិនអាចធ្វើឲ្យមានការថ្នាក់បានទេហើយបើសិនជាមានអ្នកណាដឹងថានាងជាកូនខ្លែងខ្លាយរបស់ខ្ញុំនោះដល់ពេលនោះយើងក៏មិនរួចខ្លួនដែរហើយដល់ពេលនោះយើងមិនបាត់បង់ជីវិតគ្រប់ពេលវេលាទៅហើយលោកម្ចាស់បាត់ដឹងហើយមិនក៏លោកម្ចាស់នៅបង្ខំទៀតឥឡូវចេះថ្ងៃក្រោយបើគ្មានការអនុញ្ញាតពីយើងដែលណាក៏មិនឲ្យនាងចេញក្រៅបានដែរអើយលោកម្ចាស់មិនយល់ទាល់តែសោះហើយក្មេងស្រីនេះបង្ខំមិនបានទេទោះជាណាក៏ដោយក៏ខាត់នេះមិនបានដែរម្យ៉ាងទៀតណានៅក្នុងស្រុកនេះណាក៏ដឹងដែរថានាងពេលនេះជាកូនស្រីគ្រួសារតកូលជូពួកយើងមានតែអង្វរគេទេព្រមមិនព្រមធ្វើជាអ្នកនាងគ្រួសារតកូលជូទៀតហើយធ្វើយ៉ាងនេះមិនកើតធ្វើយ៉ាងនោះមិនកើតពួកយើងគិតយ៉ាងម៉េចទៅដើរមួយជំហានគិតមួយជំហានទៅឯងនិយាយងាយពេកហើយបើសិនជាគេដឹងពីការពិតហើយនោះប្រកាសជាទោសធ្ងន់មែនទែនហើយវើយពិតមែនហើយលោកម្ចាស់រឿងនេះខ្ញុំយល់ច្បាស់ណាស់ហេតុតែកាលនោះបានជាខ្ញុំខាត់លោកម្ចាស់គុំធ្វើដូច្នោះក៏ប៉ុន្តែណែម្យ៉ាងទៀតនោះជីវិតរបស់ខ្ញុំក៏ភ្ជាប់ទៅជាមួយនឹងជីវិតរបស់លោកម្ចាស់ដែរឥឡូវនេះឆាលខោនបានជាសម្ដែងទៅហើយសូមលោកម្ចាស់កុំអារម្មណ៍សម្ដែងល្អឬមិនល្អក៏ត្រូវតែសម្ដែងតទៅទៀតដែរទើបបាទបើចង់សម្ដែងឲ្យល្អបន្តិចទៅហើយនេះឲ្យលោកម្ចាស់ត្រូវតែសម្ដែងជាមួយគ្នាពួកយើងបានជាសប្បាយចិត្តរីករាយជាមួយគ្នាទៅហើយអ្នកឯងអើយពិតជាចង់យើងខឹងមែនមិនមែនទេខ្ញុំអរគុណមិនអីទេភ្លេចហើយឯងខ្ញុំមកសុំទោសនាងចំនួនសិស្សច្បងខ្ញុំតែខ្ញុំត្រូវតែអរគុណនាងមនុស្ស
នោះដូចជាខ្ញុំដឹងខុសដឹងត្រូវមិនដូចជាសោះច្បងគួរឲ្យស្អប់របស់នាងនោះទេគួរឲ្យខឹងណាស់តាមពិតនាងមិនយល់ចិត្តគាត់ទេមនុស្សដូចជាគាត់គឺខ្ញុំមិនចង់ស្ដាប់រឿងដែលតាក់ទងនឹងគេនោះទេអញ្ចឹងនាងមិនព្រមអត់អន់ឲ្យគាត់ទេមានរឿងអីខ្ញុំត្រូវអត់អន់ឲ្យគេមានត្រង់ណាដែលគួរឲ្យខ្ញុំអត់អន់ឲ្យគេនោះពេលដែលនឹកឃើញរឿងគេខ្ញុំចង់តែខំថ្មិញចង់តែស៊ីសាច់របស់គេតែប៉ុណ្ណោះរួចហើយខ្ញុំនឹងខំគេ10ម៉ាត់មិនមែនទេគឺ100ម៉ាត់1000ម៉ាត់តាមពិតគាត់មិនអាក្រក់ដូចជានាងស្មាននោះទេគាត់គឺជាមនុស្សចិត្តល្អណាស់តែមិនដឹងជាហេតុអីពេលដែលជួបនាងម្ដងដូចជាកាលពីជាតិមុនមានគំនុំជាមួយនឹងគ្នាអញ្ចឹងម្យ៉ាងទៀតជាគំនុំមិនអាចអត់អានឲ្យបានទេនាងជាមនុស្សគួរឲ្យស្រឡាញ់និយាយអីក៏ត្រង់ដែរពិតជាមនុស្សស្លូតត្រង់មែននិយាយនេះគឺបញ្ឈឺខ្ញុំឬមួយក៏ចំអកឲ្យខ្ញុំនាងនិយាយតែមើលខ្ញុំចង់ថានិយាយការប៉ັດតចាពេលជួបនាងលើកទី1ខ្ញុំដូចជាមានអារម្មណ៍ស្និទ្ធស្នាលជាមួយនាងណាស់ដូចជាពួកយើងធ្លាប់ស្គាល់គ្នាអញ្ចឹងនាងជាមនុស្សដែលខ្ញុំចូលចិត្តសិស្សច្បងក៏ជាមនុស្សដែលខ្ញុំចូលចិត្តហើយយ៉ាតាំងពីចូលមកនាងតាំងតែសរសើររបស់នាងរហូតតានាងស្រឡាញ់គេអេកុំនិយាយលេងអីអាយ៉ាមកក្រហមអត់ទៅហើយមិនក៏ថាខ្ញុំនិយាយលេងជាការប៉ັດណាខ្ញុំយល់ថានាងចិត្តរៀបការចូលគ្រួសាររបស់យើងនាងនឹងគាត់នឹងខ្លាយទៅជាគ្រួសារតែមួយខ្ញុំសង្ឃឹមថាពួកនាងឈប់មានទំនាស់ជាមួយនឹងគ្នាអាយ៉ាកុំនិយាយរឿងវែងឆ្ងាយពេកនឹងខ្លាយទៅជាគ្រួសារតែមួយឬយ៉ាងណានឹងមិនតាន់ដឹងទេអ្នកនាងសៀងខ្ញុំឡើងចង់គួសមហើយខ្ញុំហៅឈ្មោះនាងទៅសៀងឈិញធ្វើត្បិតតែខ្ញុំស្អប់របស់នាងក៏ប៉ុន្តែគឺមិនប៉ះពាល់ដល់មិត្តភាពរបស់យើងទេខ្ញុំទុកនាងជាមិត្តល្អរបស់ខ្ញុំសំណាងល្អណាស់ដែលបាននាងជាមនុស្សគ្រួសារតកូលមីងមិនមែនជាលក្ខណៈសាច់ញាតិនោះទេអ្នកនាងជូខ្ញុំហៅនាងអ៊ីងទៅតាយ៉ាងម៉េចដែរជាការប៉ັດណាចំពោះរឿងរបស់នាងខ្ញុំក៏ចង់ដឹងខ្លាំងណាស់ដែរតាចង់ដឹងរឿងអីខ្លះនាងជាកូនស្រីគ្រួសារតកូលជូហើយក៏ជាកូនស្រីតែមួយគត់របស់លោកអ៊ំជូហេតុអីបានជានាងទៅរាជធានីតែម្នាក់ឯងហើយលួចរបស់ពីគេទៀតព្រោះតែរឿងទាំងនេះត្រូវគេដេញចាប់ពេញផ្លូវយ៉ាងនេះពេលនោះនាងប្រកាសជាយល់ថាខ្ញុំដូចជាជនពៀននៅក្នុងផ្សារជាស្រីសំទីនតាមមែនដែរទេដូចណាខ្ញុំចង់បានអារម្មណ៍បែបនោះមែនក្នុងលោកនេះធំណាស់ហើយមនុស្សក៏ច្រើនទោះជាព្រះអង្គក៏ដោយមន្ត្រីជាន់ខ្ពស់ក៏ដោយជួនកាលក៏គេចង់ស្គាល់ពីរបៀបរស់នៅរបស់អ្នកសំទីនហើយនឹងរបៀបរស់នៅគ្រប់បែបយ៉ាងនោះដែរខ្ញុំជាអ្នកនាងក្នុងគ្រួសារនេះមានការធុញទ្រាន់ហេតុនេះហើយខ្ញុំក៏ចង់ចេញទៅក្រៅដើរលេងបន្តិចបន្លំជាអ្នកសំទៀនត្រូវគេដេញវាយនៅតាមផ្លូវតាសប្បាយអីទេជាការប៉ັດណាស់ធ្វើជាអ្នកនាងធំល្អជាងក៏ប៉ុន្តែជួនកាលទៅពិសោធន៍នៅការរស់នៅរបស់អ្នកក្រក៏ល្អដែរជាការល្អមែនម្ហូបអាហារគ្រប់គ្រាន់សម្រាប់អ្នកមានក៏មានអ្នកស្លាប់ដោយសារអត់អាហារបាត់គឺអញ្ចឹងមែនមនុស្សអ្នកមានមន្ត្រីធំមួយថ្ងៃហូបឆ្អែតស្លៀកពាក់គ្រប់គ្រាន់គេអត់ដឹងពីផលលំបាករបស់អ្នកក្រីក្រទេជួនកាលមានពេលខ្លាំងគួរតែដឹងពីរបៀបរស់នៅរបស់អ្នកក្រខ្ញុំយល់ហើយតាមពិតនាងពិតជាចង់ដឹងពីការរស់នៅរបស់មនុស្សលោកមែនសៀងឈីងតានាងជឿខ្ញុំដែរទេបើសិនជាអ្នកផ្សេងវិញខ្ញុំមិនជឿទេតែបើសិនជានាងវិញនោះខ្ញុំប្រកាសជាយ៉ាងម៉េចដែរនោះគឺជារឿងផ្សេងខ្ញុំជឿជាក់លើនាងតាមប៉ັດខ្ញុំមានកំណត់មួយឆាជីវិតយើងគឺរស់នៅមានន័យគ្រប់យ៉ាងទាំងអស់អេងនាងជាមនុស្សគួរឲ្យស្រឡាញ់ណាស់មិនសមជាកូនស្រីអ្នកមានមហាគ្រួសារមិនចេះមញែកមញក់ប្រៀបជាមួយនឹងអ្នកហាត់វិជាគុណវិញនោះនាងមានចិត្តទូលំទូលាយហើយក្លាហានទៀតប៉ັດមែននេះប៉ັດមែនប៉ັດជាអញ្ចឹងមែននេះអូយសៀងឈិញនាងជាមនុស្សល្អមែនមិនដែលមាននរណាសរសើរខ្ញុំយ៉ាងនេះទេអូយ៉ាងម៉េចប៉ានាងយ៉ាងម៉េចហ្នឹងអូយឈឺណាស់មីងយ៉ាងខ្ញុំស្អប់អញណាឯ
ឯនៅទីនេះព្រោះអ្វីដែរ ឯងមកទីនេះព្រោះអ្វីយើងមកហាញខ្លួនមកទីនេះក៏ព្រោះតែអ្វីដែរទោះជានាងហ្វាគូនោះជាពនាងឬមួយយ៉ាងណាក៏ដោយក៏គេមិនអាចគេចផុតពីកណ្ដាប់ដៃយើងដែរ តកែស្រីយល់ថាអ្នកណាជាអ្នកសម្លាប់ កំបិតមួយកំបិតស្លាប់តែម្ដង អូនេះឈិញ បងយ៉ាងម៉េចហ្នឹងបងមិនអីទេ មិនអីទេខ្ញុំកំពុងគិតអាគីជាមួយកំបិតជួយឈាមមានអីតាក់ទងគ្នាហើយដូចឆែបានជាអត់ដឹងថានាងមកដល់ជួយទេហ្នឹង ខ្ញុំមិនអីទេ ចំណែកអ្នកនាងធំតកោជូនោះគេយ៉ាងម៉េចទៅហើយធ្ងន់ធ្ងរដែរទេហ៎ គេដូចជាមិនព្រមអត់អោនឲ្យបងសា មិនអត់អោនឲ្យខ្ញុំជារឿងរបស់គេតើខ្ញុំគ្រាន់ខ្លាចអាគីនាំគេទៅបានហើយដូច្នេះហើយបានជាខ្ញុំនឹងជួយនាងធ្វើឲ្យនាងត្រូវរបួនតែងទួយតែប៉ុណ្ណោះទេមិននេះខ្ញុំកំពុងតែកិនអាគីជាមួយនឹងកំបិតជញ្ជក់ឈាមនោះតែមានអីតាក់ទងនឹងគ្នាកំបិតនោះមិនត្រឹមតែសម្លាប់មនុស្សហើយព្រមទាំងអាចជញ្ជក់ឈាមមនុស្សទៀតផងបើសិននាងជូនោះត្រូវអាគីចាប់យកទៅបានឥឡូវនេះប្រហែលជាគេខ្លាចទៅជាសាសពស្ងួតបាត់ទៅហើយមានរឿងអីមានពេលឯណាមកជេរខ្ញុំហើយមកប្រកាន់ខ្ញុំទៀតនោះទេក៏ប៉ុន្តែគេបញ្យល់ពីហេតុផលដែលបងធ្វើឲ្យគេត្រូវរបួស មិនយល់កាន់តែល្អថែមទៀតណាខ្ញុំគ្រាន់ខ្លាចពេលដែលគេចាប់នាងដូចទៅបាននោះខ្លាចជាមនុស្សស្លាប់ដោយសារកំបិតជញ្ជក់ឈាមនោះហើយកំបិតបិសាចនោះនឹងកាន់តែសាហាវជាងមុនទៅទៀត លោកបងខ្ញុំពិតជាមិនយល់សោះហេតុអីបានជានិយាយពីជូអ៊ីងអ៊ីងបងមានការច្រឡោតយ៉ាងនេះគេថាប្រុសប្រុសមិនឆ្លោះជាមួយស្រីស្រីទេបងគឺជាសេនាទេវតាអាវមាសទៅហើយមិនក៏មិនអត់អើនឲ្យគេបន្តិចទេអ្នកទាំងពីរឆ្លោះប្រកែកគ្នាយ៉ាងនេះតទៅទៀតនឹងកាន់តែយល់ច្រឡំខ្លាំងទៀតគេយល់ច្រឡំនឹងខ្ញុំយ៉ាងណាក៏ខ្ញុំមិនរវល់ដែរពីព្រោះថាខ្ញុំដូចជាគ្មានអារម្មណ៍អីបន្តិចសោះក៏ប៉ុន្តែមិនយូរប្រហែលគេនឹងខ្លាយទៅជាបងថ្លៃរបស់បងមិនត្រឹមតែអញ្ចឹងទេបងប្រុសរបស់ខ្ញុំក៏មិនប្រកាសថាដណ្ដឹងស្រីឆ្នះធ្វើជាប្រពន្ធដែរចម្លែកមែនហេតុអីបានជានិយាយដូចជាអ៊ីងអ៊ីងចិត្តអាគីប្រាជាម្ដងទៀតហើយគេធ្វើឲ្យសេនាស្ម័គ្រស្លាប់អាគីក្រហមរបស់យើងជាង10នាក់បាត់បង់ជីវិតទៅទៀតយើងកំពុងតែសង្ស័យមនុស្សបែបនេះតើមានសមត្ថភាពឲ្យសម្រេចកិច្ចការធំរបស់យើងបានឬមិនបានម្នាក់នេះមានចរិតឆេវឆាវតែមានការរអៀលខ្លួនឲ្យគេចាត់ការជាមួយមីយ៉ាងពិតជាមិនខកបំណងទេថ្មីនេះខ្ញុំសម្រេចការកែច្នៃបេះដូងបណ្ឌុះឲ្យតែគីប្រាថ្នាំនេះជាបន្តបន្ទាប់នោះប្រកាសជាអាចជួយដល់កម្លាំងទៀតរបស់គេកាន់តែខ្លាំងថែមទៀតហើយព្រមទាំងធ្វើឲ្យសារជាតិរបស់មនុស្សកាន់តែសាហាវដល់សឹមសូម្បីតែខ្លួនឯងក៏ចង់ខកខំកើតដែរឯងពិតជាពូកែយ៉ាងនេះមែនណាការនោះលោកគ្រូឯងលះបង់ឯងចោលគឺជាការខាត់បងរបស់គេណាអញ្ជើញលោកថកែមិនគួរអញ្ចឹងទេលក់ក្នុងតម្លៃថោកយ៉ាងនេះដូចជាមិនទៅតទេតកែស្រីទិញទៅសប្បាយចិត្តហើយប្រសាណាលើក្រោយមកសំណាក់សៀងជើខ្ញុំនឹងអញ្ជើញលោកអីទេអរគុណហើយណាចាលាសិនហើយអញ្ជើញគឺអ្នកទាំងពីរទេតកែស្រីថាកែស្រីមានរឿងអីកាត់ឡើងនឹងទេអត់មានអីទេ
មើលទៅតកែស្រីហាក់ដូចជាភ័យខ្លាចព្រោះតែរឿងស្អីគេហ្នឹងគឺព្រោះតែអ្នកទាំងពីរហ្នឹងណាមើលចាស់ទីនេះមានអ្នកណាផ្សេងទៀតអ្នកប្រុសមីងពិតជាចៃដន្យមែនបានជួបអ្នកទាំងពីរទៀតហើយពួកយើងតាមរកដំណើររបស់គេមិននឹកស្មានថាបានជួបតកែស្រីនៅទីនេះសោះមែនទេអាគីអ្នកប្រុសចង់និយាយថាឃាតករដែលពាក់ស្រោមមុខដែកនោះមែនទេគេនៅក្បែរនេះហ៎ទាំងកណ្ដាលថ្ងៃត្រង់យ៉ាងនេះគេហ៊ានបង្ហាញខ្លួនទេតកែស្រីខ្ញុំសូមនិយាយតាមត្រង់ចុះណាតកែស្រីដូចជាមានរឿងអីកើតឡើងយ៉ាងចឹងធ្វើអ្វីក៏ដោយសូមប្រយ័ត្នប្រយែងផងអាយ៉ាខ្ញុំអត់ស្គាល់អាគីស្អីនោះទេខ្ញុំមិនដែលមានទំនាស់នឹងគ្នាគេមានរឿងអីមកធ្វើបាបខ្ញុំរឿងនេះពិបាកនិយាយណាបានអរគុណអ្នកប្រុសមីងដែលគិតគូរខ្ញុំយ៉ាងនេះលាសិនហើយតកែស្រីវិវហើយតកែស្រីអាសាច់ជ្រូក10គីឡូខូចអស់7គីឡូបន្លែ28គីឡូរលួយពាក់កណ្ដាលទៅហើយរីអាតាហ៊ូក៏ស្អុយបង្គាបង្កងក៏ស្អុយត្រីក៏រលួយរីអាឆៃថាវពេញប៉ោះនឹងស្ពៃសនោះណែបានហើយបោកសរុបអស់ប្រមាណបាទសរុបទៅដូចជាមិនស្រួលទេទោះជាលក់ក៏មិនរួចខ្លួនដែរគិតយ៉ាងម៉េចទៅមិនក៏ល្ងងម្លេះមិនក៏មិនអោយភ្ញៀវផឹកស្រាឲ្យបានច្រើនបន្តិចចំណេញប្រាក់តាមរយៈម្ហូបផ្សេងទៀតទេអាយ៉ាថាកែស្រីក៏បានដឹងដែរតាភ្ញៀវដែលមកទីនេះពួកគេមិនត្រឹមតែចង់ផឹកស្រាប៉ុណ្ណឹងទេបើតកែស្រីមិននៅពួកគេគ្មានមួយណាមកទេបើកុំតែខ្ញុំអង្វរគេក៏គ្មានអ្នកណាគេចង់ហូបដែរចំណែកពួកគេចង់តែហូបម្ហូបអាហាររបស់តកែស្រីទេថ្មីនេះតកែស្រីចេញពីហាងតាំងពីព្រលឹមបើមិនចឹងទេតកែស្រីនៅក្នុងបន្ទប់មិនព្រមចេញមកសោះបើយ៉ាងនេះតទៅទៀតការលក់ដូរប្រកាសជាមួយថ្ងៃអន់ជាមួយថ្ងៃហើយបានហើយឈប់និយាយទៀតទៅតាមពិតខួរក្បាលឯងអត់បានការក្រៅពីលក់តៅហ៊ូមិនក៏មិនរកមធ្យោបាយផ្សេងទៀតលក់អីផ្សេងទៀតទេអ្នកទាំងពីរសូមអញ្ជើញចូលតែភ្ញៀវពីរអ្នកនេះមិនបាច់អញទទួលទេអ្នកប្រុសមីងអ្នកប្រុសមកធ្វើអីទៀតហើយមករកបន្ទប់ស្នាក់នៅស្នាក់នៅខ្ញុំស្ដាប់ច្រឡំទេដឹងអ្នកប្រុសមានដំណាក់ដ៏ធំទូលាយមិននៅបែរជាមកស្នាក់នៅហាងតូចតាចរបស់ខ្ញុំទៅវិញថាកែស្រីថាកែបាក់ទ្វាររកស៊ីមានរឿងអីមិនស្វាគមន៍ពួកយើងនោះខ្ញុំដឹងថាអ្នកទាំងពីរមកធ្វើអីក៏ប៉ុន្តែខ្ញុំគិតថាអ្នកទាំងពីរច្រឡំកន្លែងហើយយើងមិនអាចជួយអ្នកទាំងពីរបានទេអ្នកទាំងពីរនៅទីនេះនាំតែខាតពេលទេអ្នកណាថាជួយមិនកើតជាការពិតណាបើសិនជាព្រមជួលបន្ទប់ពីរឲ្យខ្ញុំរៀបចំរួចហើយទៅនោះជាការជួយខ្ញុំបន្តិចទេបន្ទប់នៅទីនេះច្រើនណាស់ក៏ប៉ុន្តែបន្ទប់ល្អក៏មិនស្មើនឹងបន្ទប់សម្រាប់អ្នកបម្រើដំណាក់ព្រះអង្គម្ចាស់នោះដែរហេតុនេះហើយខ្ញុំគិតថាអ្នកទាំងពីរនៅទីនេះនឹងអស់សង្ឃឹមមិនអីទេខ្ញុំយល់ថាទីនេះមើលទៅមិនម្ចាស់រឿងអ្វីទេតែបើមើលតទៅទៀតទៅពេលនេះស្អីក៏ដឹងដែរប្រសើរណាស់តែយើងនិយាយគ្នាឲ្យហើយអ្នកទាំងពីរសុទ្ធតែជាមនុស្សដ៏ល្បីល្បាញហើយក៏ជាភ្ញៀវកិត្តិយសក្នុងសំណាក់សៀងជើហេតុនេះហើយពួកយើងប្រកាសជាប្រឹងប្រែងបម្រើអ្នកទាំងពីរក៏ប៉ុន្តែបញ្ហាតម្លៃវិញនោះប្រកាសជាថ្លៃបន្តិចហើយសៀងឈិញថាកែស្រីប៉ុណ្ណឹងគ្រប់គ្រាន់ទេមួយនេះហេខ្ញុំគិតថាគ្រាន់តែសម្រាប់ជាប្រាក់កក់ប៉ុណ្ណឹងប្រាក់កក់អញ្ចឹងតកែស្រីពូកែរកស៊ីណាណោះខ្ញុំមិនយ៉ាងនៅទីនេះតទៅទៀតប្រហែលជាចំណាយប្រាក់អស់មិនតិចនោះទេខ្ញុំសូមអរគុណអ្នកប្រុសមីងជាមុនឡើយតែរៀបចំបន្ទប់ភ្ញៀវពីរដ៏ល្អសម្រាប់ភ្ញៀវផងបាទតកែស្រីមកអ្នកទាំងពីរអញ្ជើញអង្គុយអញ្ជើញពិសាទឹកតែត្រូវការពិសាអីខ្លះខ្ញុំទៅឲ្យគេរៀបចំជូនមិនបាច់ទេតកែស្រីខ្ញុំសូមសួរតកែស្រីម្ដងទៀតតកែស្រីពិតជាអត់ស្គាល់អាគីជាមួយនឹងនាងហ្វាគូទេខ្ញុំដឹងថាមាសប្រាក់របស់អ្នកប្រុសមិនមែនចំណាយអត់ប្រយោជន៍ទេខ្ញុំក៏ជម្រាបម្ដងទៀតដែរខ្ញុំអត់ស្គាល់មែនអ្នកប្រុសមីងខ្ញុំដឹងដែរថាអ្នកប្រុសជាសេនាដ៏ល្អម្នាក់ចង់មកហាមឃាត់អាគីកុំឲ្យសម្លាប់មនុស្សតទៅទៀតហេតុនេះហើយថ្មីត្បិតតែយើងមិនមែនជាមិត្តនឹងគ្នាតែក៏មិនមែនជាសត្រូវនឹងគ្នាដែរខ្ញុំឆេងឆេជាអ្នករកស៊ីតូចតាចជាស្រីចង់ចំណេញប្រាក់តែប៉ុណ្ណោះខ្ញុំគិតថាអ្នកប្រុសមិនគួរចំណាយពេលព្រោះតែខ្ញុំនោះទេពិតមែនណាក៏ប៉ុន្តែ
ខ្ញុំដឹងថាអ្នកប្រុសពិតជាមិនអស់ចិនអញ្ជើញចូលអ្នកទាំងពីរខ្ញុំទៅសិនហើយណាចាឈិញចាខ្ញុំបាននិយាយឲ្យថាមិនឲ្យនាងមកតែនាងនៅតែមកឃើញទេឥឡូវនេះពិតជាលំបាកប្រហែលថ្ងៃហើយមិនអីទេខ្ញុំយល់ថាមកទីនេះជាការល្អណាស់ម្យ៉ាងទៀតខ្ញុំចង់នៅក្បែរបងងាយស្រួលបងធ្វើការងារបន្តិចខ្ញុំនឹងថានាងយល់ចិត្តខ្ញុំណាសាច់បងថ្មីត្បិតតែបងមិនប្រាប់ខ្ញុំថាហេតុអីបានជាមកទីនេះតែខ្ញុំយល់ថាបងជួយធ្វើការងារឲ្យព្រះអង្គម្ចាស់យានខ្ញុំបាននិយាយឲ្យថានាងគឺជាមនុស្សឆ្លាតចង់លាក់លៀមជាមួយនាងក៏មិនចិត្តដែរខ្ញុំមកទីនេះចង់រកមនុស្សម្នាក់គឺអ្នកនាងដែលបងនិយាយជាមួយនោះតាមែនទេគឺម្នាក់នោះមែនហេតុនេះហើយបានជាបងសម្លឹងមើលថាកាយស្រីរហូតឬមួយក៏បងសង្ស័យគាត់ថាជាអ្នកនាងហ្វាគូអាគីពីមុខដៃនោះក៏មានបំណងចង់សម្លាប់អ្នកនាងហ្វាគូចំណែកខ្ញុំស្រាវជ្រាវនឹងក្តីម្ដងតែបានជួបតកែស្រីនេះហើយម្យ៉ាងទៀតក្នុងពេលថ្មីនេះក្នុងស្រុកនេះមានរឿងឃាតកម្មសាកសពរីងស្ងួតអស់ពីខ្លួនកើតឡើងខ្ញុំសង្ស័យថារឿងនេះមានតកតងជាមួយនឹងគេទាំងពីរហើយនេះហើយបានជាមកសួរចម្លើយហ្នឹងណាព្រោះតែហេតុនេះទោះជាថាកាយស្រីមានអីតាក់ទងជាមួយហ្វាគូក៏ត្រូវតែតាមដានគេដែរមែនទេជាងនេះទៅទៀតនោះត្រូវតាមរកអាគីឲ្យឃើញដើម្បីសួរបានច្បាស់រឿងនេះមានតាក់ទងដល់កាយស្រីខ្ញុំសង្ឃឹមថាមានដំណឹងបានខ្លះដែរហើយមិញយ៉ាងឯងនឹងស្លាប់ដោយសារកំបិតយើងជាមិនខានទេអេមកទេនេះលក់យ៉ាងម៉េច1គីឡូបកង់តកែស្រីអ្នកប្រុសមីងចេញពីហាងរបស់យើងតាំងពីព្រលឹមតាមសម្លឹងមើលយើងរហូតដូចជាព្រលឹងខ្មោចចូលអញ្ចឹងហេតុនេះហើយយើងត្រូវតែទារថ្លៃឈ្នួលឲ្យបានថ្លៃបន្តិចគេចូលចិត្តមើលឲ្យគេមើលចាស់មើលឲ្យអស់ចិត្តតែមិនបានជាអញ្ចឹងខ្ញុំមិនយល់សោះគេចង់ដឹងអ្វីដែលគេមិនចាំបាច់ចង់ដឹងតើរឿងអីទៅឯងក៏មិនចាំបាច់ចង់ដឹងដែរបានបងប្រាក់ទេតើយើងចឹងមិនក៏អញ្ចឹងខ្ញុំដូចជាមិនយល់សោះគេចង់ដឹងអ្វីដែលគេមិនចាំបាច់ដឹងរឿងស្អីទៅឯងក៏មិនបាច់ចង់ដឹងដែរបានបងប្រាក់តើយើងអ្នកប្រុសមីងខ្ញុំសូមជម្រាបអ្នកប្រុសតាមខ្ញុំក៏អត់ប្រយោជន៍ដែរពីព្រោះខ្ញុំមិនដឹងថាអាគេគេនៅឯណាម្យ៉ាងទៀតចំណែកអ្នកនាងហ្វាគូនោះខ្ញុំពិតជាគ្មានអីតាក់ទងនឹងគេមែនខ្ញុំអត់ស្គាល់គេទេក៏ប៉ុន្តែអារម្មណ៍របស់ខ្ញុំប្រាប់ខ្ញុំថាអ្នកស្រីកំពុងតែលាក់បាំងអីរឿងខ្ញុំទៀតផងម្យ៉ាងទៀតតកែស្រីគឺដឹងរឿងច្រើនណាស់ខ្ញុំនិយាយការពិតតែអ្នកប្រុសមិនព្រមជឿខ្ញុំតកែស្រីក៏ដឹងច្បាស់ថាមុនពេលដែលខ្ញុំរកការពិនរវាងតកែស្រីតាក់ទងជាមួយនឹងពួកគេនោះខ្ញុំប្រកាសជាមិននៅស្ងៀមនោះទេស្រាប់តែចិត្តអ្នកប្រុសចោះឡើយតែយើងចង់ទៅហើយយ៉ាអ្នកនាងចេញពីផ្ទះទាំងព្រលឹមចេញពីហាងនេះចូលហាងនោះទិញសុទ្ធតែរបស់អត់បានការតើបានប្រយោជន៍ស្អីទៅគ្មានបញ្ហាទេតាចានោះមានប្រាក់ច្រើនណាស់ទុកថាខ្ញុំជួយធ្វើបន់ឲ្យគាត់តែអ្នកនាងនិយាយដូចជាងាយពេកហើយដែលរបស់ខ្ញុំទាំងពីរសឹងតែលើកលែងរួចទៅហើយលោកម្ចាស់ឃើញនាងចំណាយប្រាក់យ៉ាងនេះប្រកាសជាឈឺចាប់ណាស់អ្នកនាងនាងចង់រកយុត្តិធម៌ជាមួយអ្នកប្រុសបន្ទាប់មែនទេតែអ្នកនាងកុំនិយាយពាក្យអាក្រក់ស្ដាប់ពេកណាមិនបានលោកបាត់ជាអត់យល់មែនចំណែកស្រីនោះម្ដងចេះម្ដងចោះបើសិនជាមិនមែនម្នាក់ហ្នឹងទេនោះខ្ញុំក៏មិនខ្លាចខ្លួនទៅជាអញ្ចឹងដែរខ្ញុំចំណែកប្រាស់នោះវិញមិនមែនជាមនុស្សល្អទេគង់តែមានថ្ងៃណាមួយខ្ញុំទូទាត់បញ្ជីអើយអ្នកនាងរបស់អ្នកនាងមិនធ្ងន់ធ្ងរប្រហែលទេចាំបាច់សងសឹកនឹងគេធ្វើអីលោកនិយាយត្រូវមែនខ្ញុំទៅតាមរករឿងគេសិនថាម៉េចអ្នកនាងមកវិញមកអ្នកនាងមកវិញមកអ្នកនាងមានលឺអ្នកបំរើនិយាយទេអ្នកប្រុសមីងហូបជាមួយតកែស្រីនោះមិនទាន់នាំគ្នាមកវិញទេមិនក៏អ្នកនាងធ្វើអញ្ចឹងអាលអត់ចង្រៃនេះដំណាក់ព្រះអង្គម្ចាស់ដល់ធម្មនៅបាច់ជាមនុស្សផ្ទះសំណាក់ទៅវិញតាប៉ិតគេចង់គេ
ពីខ្ញុំទេដឹងគេស្មានថាខ្ញុំតាមរកគេមិនឃើញទេមែនទេកុំភ្លេចអសោះទោះជារត់ទៅដល់ណាក៏មិនរួចដែរអើយមិនបាច់ធ្វើអញ្ចឹងទេមករបួសរបស់ខ្ញុំជួយយកថ្ងៃហើយទោះជាយ៉ាងណាក៏ដោយក៏ខ្ញុំត្រូវតែឲ្យគេសងខ្លាចតាមដែរហើយសុំទោសខ្ញុំទៀតបើមិនអញ្ចឹងទេខ្ញុំមិនអត់អន់ដាច់ដាច់ខាតខ្ញុំមិនឲ្យគេរួចខ្លួនទេអ្នកនាងត្រូវចេះយោគយល់គ្នាផងអ្នកនាងមានយល់ឃើញដល់អ្នកប្រុសច្បងនិងអ្នកនាងសៀងឈិញទេបើអ្នកនាងបង្ករឿងយ៉ាងនេះពួកគេទាំងពីរប្រកាសជាមានការទើសទាល់ហើយមិនបានប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំមិនអត់ចិត្តទេអូយត្រូវទៅទ្រាំខ្ញុំទ្រាំមិនបានទេខ្ញុំទៅបង្គន់បើមិនអញ្ចឹងទេខ្ញុំពិតជាទ្រាំមិនបានទេទ្រាំមិនបាននាងចាំខ្ញុំមកផ្លែតខ្ញុំមកវាឥឡូវហើយតែអាសបាចិត្តចោះតែបាត់ចឹងអស់ចិត្តអស់ចង់តែឲ្យឆ្អែតតែ我敲鼓，你打锣，手打着锣鼓来唱歌，唱的是丰阳的花鼓歌。អ្នកនាងខ្ញុំនៅទីនេះទេណាគេមកហើយគេនៅក្បែរខ្ញុំគេនៅក្បែរខ្ញុំនេះអ្នកណាគេមកចម្រៀងដែលគេច្រៀងគឺជាចម្រៀងដែលយើងច្រៀងជាមួយគ្នាទេខ្ញុំឮតែនាងច្រៀងម្នាក់ឯងតើមនុស្សដែលខ្ញុំតាមរកគឺគេនឹងហើយប្រកាសជាគេតាមរកខ្ញុំដែរហើយអ្នកដែលនាងតាមរកគេមកហើយហើយមនុស្សក្នុងចិត្តរបស់នាងមែនទេគេជាមនុស្សនៅក្នុងចិត្តរបស់ខ្ញុំក្នុងចិត្តខ្ញុំគិតគេរហូតគេជាបងស្រីរបស់ខ្ញុំអាយ៉ាមនុស្សស្រីអាយ៉ាប្រយ័ត្នលោកម្ចាស់រោគរឿងទៀតណាមិញនេះខ្ញុំស្ដាប់ឮគាត់កំពុងតែច្រៀងឥឡូវនេះមិនក៏អត់ឮអញ្ចឹងស្ដាប់ច្រឡំទីដឹងមិញនៅក្នុងប្រគុណគឺខ្ញុំជាអ្នកច្រៀងលេងតើតែនេះជាសំឡេងរបស់ស្រីទេអ្នកនាងសៀងឈិញអ្នកនាងច្រៀងពីរោះណាស់ណោះអ្នកបំរាមានដឹងទេបទចម្រៀងនេះមានចំណងជើងអីនេះជាចម្រៀងដែលគេនិយមសម្រាប់កុមារកាលពីប្រហែលឆ្នាំមុននោះណាអ្នកនាងចេះច្រៀងមិនក៏ថាអត់ដឹងទៅវិញខ្ញុំមិនដឹងថាហេតុអីក៏ខ្ញុំចេះច្រៀងខ្ញុំនឹកមិនឃើញសោះមិនមែនតែដឹងទោះយ៉ាងណាក៏មានការនឹកឃើញខ្លះដែរអត់ទេតែមានឃើញទេអត់ឃើញទេដឹងន័យណាមិនបានចេះអញ្ចឹងខ្ញុំស្ដាប់ឮសំឡេងរបស់គេច្បាស់ណាស់គេប្រកាសជានៅក្បែរនេះខ្ញុំបានសួរគេហើយក្រៅពីអ្នកនាងគ្មាននរណាទេដែលច្រៀងនៅក្នុងផ្ទះសំណាក់នេះតែជារបស់អ្នកនាងមានបញ្ហាបើមិនអញ្ចឹងជួបខ្មោចហើយគឺលោកទេដែលជួបខ្មោចនោះជួបខ្មោចមែនអាយ៉ាអ្នកនាងជូអ្នកនាងចង់និយាយពីខ្មោចចងកមែនទេអ្នកប្រុសមីងសត្រូវរបស់អ្នកប្រុសមករកអ្នកប្រុសហើយខ្ញុំគិតថាមិនចាំបាច់ខ្ញុំនៅកំដរទេកុំសង្ឃឹមថាអាចគេចផុតពីខ្ញុំមិនសោះចំណិតទីនេះរងចាំតកែស្រីទៀតអ្នកប្រុសបកែមែនខ្ញុំលាសិនហើយអ្នកនាងជូអ្នកនាងចង់ធ្វើអីស្រេចតែចិត្តអ្នកនាងបើអ្នកនាងធ្វើអីប្រហែសខូចខាតអីវ៉ាន់របស់ខ្ញុំមិនរកអ្នកនាងទេខ្ញុំនឹងរកអ្នកប្រុសនោះព្រោះថាគេមានប្រាក់មិនចាំបាច់ធ្វើពុតទេខ្ញុំគិតថាខ្ញុំគួរតែចូលទៅក្នុងបន្ទប់វិញខ្ញុំមិនចង់នៅទីនេះទទួលកម្មពីទេឡើយតើខ្ញុំទៅផ្ទះបាយហើយបាទតកែស្រីមនុស្សថោកទេពអាក្រក់ណាស់អ្នកនាងធ្វើអីមិនអាចធ្វើអញ្ចឹងបានទេមានការអីនិយាយគ្នាទៅនិយាយគ្នាតាមស្រួលទៅបាទ
តែចេះអញតើអញមានលុយទេមើលតែនាងជូសុភាពក្រនបានដែរឆាប់ជារហ័សដែលធ្វើរបួសថ្ងៃមុននោះមិនតាន់គុណទេលោកគ្រូពេទ្យនិយាយថារបួសរបស់អ្នកនាងមិនតាន់ជាសះស្បើយកុំឆេវឆាវហើយកុំខឹងខ្លាំងពេកលោកមេកាម៉ាលោកកុំបារម្ភអីខ្ញុំមិនមែនឆេវឆាវព្រោះតែមនុស្សបែបនេះនោះទេខ្ញុំចង់ឲ្យគេនេះសងថ្លៃថ្នាំឲ្យខ្ញុំហើយនឹងសុំទោសខ្ញុំអូត្រូវការប្រមាណដើររបស់លោកធ្វើរបួសនៅលើសៃរបស់យើងដើររបស់លោកធ្វើរបួសដល់ទៅក្នុងបេះដូងរបស់យើងយ៉ាងម៉េចចុកដល់បេះដូងផងអត់ដង្ហើមមិនស្រួលកម្លាំងក្នុងខ្លួនអស់តែមែនណាអស់កម្លាំងក្នុងខ្លួនដើមទ្រូងចង់ស្ទះធ្វើឲ្យឈឺក្បាលខ្ញុំនិយាយទៅខ្ញុំដឹងលឺអស់ទៅហើយស្អែកឡើងខ្ញុំប្រកាសចិត្តទៅផ្ទះរបស់អ្នកនាងដើម្បីយកប្រាក់ទៅឲ្យអ្នកនាងឲ្យសុំទុនអ្នកនាងរួចហើយខ្ញុំប្រកាសចិត្តទៅសុំទុននៅពីមុខផ្លាកពលឹងរបស់អ្នកនាងទៀតតាបានន័យថាម៉េចទេតាមតែនាងនិយាយខ្ញុំដឹងខ្ញុំយល់ថានាងប្រហែលជាមិនគិតផុតពីយប់នេះទេអញសាច់បងសៀងឈិញនាងជួយកាត់ក្តីឲ្យខ្ញុំផងទៅគេនេះឃើញខ្ញុំមិនទាន់ស្លាប់គេចង់ឲ្យខ្ញុំស្លាប់បងស្រីគឺគេនិយាយទៅខ្លួនឯងទេណាគេថាគេត្រូវរបួសធ្ងន់ធ្ងរណាស់ខ្ញុំគ្រាន់ចង់និយាយប្រាប់គេថាគេរស់មិនបានយូរទៀតទេអត់ឃើញទេសាច់ច្បងកុំនិយាយអញ្ចឹងសាច់ច្បងធ្វើឲ្យគេត្រូវរបួសមុនអ៊ីងកុំខាងអីប្រយ័ត្នប៉ះពាល់សុខភាពអ្នកនាងឆ្នាំលើកមុនគឺសាច់ច្បងខ្ញុំឲ្យខ្ញុំយកឲ្យនាងម្យ៉ាងទៀតលើកមុនគាត់ធ្វើឲ្យនាងត្រូវរបួសក៏ជាការទាល់ច្រកដែរអ្នកនាងកាត់តែមើលបើសិនជាអាគីចាប់ខ្លួនអ្នកនាងទៅបាត់នោះកាន់តែគ្រោះថ្នាក់ធំហេតុនេះហើយបាទអាយ៉ាបងឈិញមិនចាំអញនិយាយច្រើនពេកទេមើលទៅគេសាមមិនយល់ឡើយណាខ្ញុំមកមើលចឹងលោកមេកាម៉ាជាការពិតណាស់ខ្ញុំនិយាយយ៉ាងណាក៏នាងមិនស្ដាប់យោបល់របស់ខ្ញុំដែរអើយអ្នកទាំងអស់គ្នាកាន់ជើងគេថាខ្ញុំជាអ្នកបង្ករឿងតែកំភ្លេចណាគេយកដើមមកចាក់ចូលក្នុងខ្លួនរបស់ខ្ញុំឈឺស្ទើរស្លាប់ទៅហើយអ្នកនាងជូអ្នកនាងយ៉ាងម៉េចទៅហើយនឹងសំទោសខ្ញុំឲ្យឯងសំទោសខ្ញុំសំទោសហ៎បានតែខ្ញុំចង់ប្រាប់អ្នកនាងថាអ្នកដែលធ្វើឲ្យអ្នកនាងត្រូវរបួសនោះគឺខ្ញុំហើយអ្នកដែលជួយអ្នកនាងនោះគឺខ្ញុំដែរបើប្រៀបគ្នាទៅគឺវាស្មើគ្នាទេហេកុំអាចឆេវឆាវអីកុំអត់ស្អប់ខ្ញុំកំពុងតែបារម្ភបើសិនជានាងដឹងខ្លួននាងប្រហែលជាប្រកល់ខ្លួននឹងខ្ញុំអញយើងមិនអត់ឲ្យអញទេខ្ញុំក៏ចង់នៅយូរដែរថ្ងៃនេះមានអញអត់ខ្ញុំអត់ឯងនេះធ្វើឲ្យកុំខឹងអីបានហើយកុំខឹងអីប៉ុណ្ណឹងបានហើយអ្នកនាងបាននាងចាត់តែឲ្យខ្ញុំហ៎មិនម៉ាច់ទេខ្ញុំហេអាប្អូនបងមានការតាមរកឯងមនុស្សថោកទាបជាទីបំផុតឯងចាំមើលទេអ្នកនាងកុំធ្វើអញ្ចឹងណាមិនបានទេអ្នកនាងជូគឺអ្នកប្រុសទេអ្នកប្រុសមីងមិនបាច់ជួយដំណើរខ្ញុំទេខ្ញុំទៅដល់ខ្លួនឯងបានហើយមិនអីទេពួកយើងទៅជាមួយគ្នាទៅមិញនេះខ្ញុំខ្វះការគួរសមអ្នកប្រុសអភ័យទោសឲ្យខ្ញុំផងសុំទោសប៉ុន្តែអ្នកនាងខឹងយ៉ាងនេះគួរឲ្យស្រឡាញ់ណាខ្ញុំជាមនុស្សអត់ដឹងខុសត្រូវអ្នកប្រុសនិយាយនាងខ្ញុំគិតតែពីជឿប៉ុន្តែបានអ្នកប្រុសមានអីមិនសប្បាយចិត្តនោះសុំនិយាយប្រាប់ខ្ញុំមកកុំទុកក្នុងចិត្តឲ្យសោះតើបានទេខ្ញុំមានអីមិនសប្បាយចិត្តទៅមិញនេះនៅតាមផ្លូវអ្នកប្រុសអត់មានបាននិយាយអីសោះមើលទៅដូចជាគួរឲ្យខ្លាចណាស់ខ្ញុំគិតថាធ្វើយ៉ាងណាសុំទោសអ្នកនាងជំនួសមិញយ៉ាងប្អូនរបស់ខ្ញុំមួយជាប្អូនរបស់ខ្ញុំមួយជាគូដណ្ដឹងរបស់ខ្ញុំអ្នកទាំងពីរមិនត្រូវជួបពេលណាឆ្លោះពេលនោះទេនេះជារឿងមានការថ្នាក់អ្នកទាំងពីរជាបងប្អូនឪពុកតែមួយមិនដែលខុសគ្នាតើហេតុអីបានជាខុសគ្នាឆ្ងាយយ៉ាងនេះអ្នកប្រុសមីងខ្ញុំនិយាយអីខុសហើយមែនទេទេឲ្យតែនាងមិនបន្ទោសគេខ្ញុំជាបងប្រុសគ្មានអ្វីគួរឲ្យបារម្ភឡើយមែនណារបួសអ្នកនាងបានធូរបន្តិចដែរទេបាន
ច្រើនហើយប៉ុន្តែជួនកាលក៏មានការឈឺចាប់ខ្លះដែរបានមិនយល់ទាស់ទេតែចៃលេងជាមួយខ្ញុំមកផ្លែទៀតបានដែរទេបានប៉ុន្តែមិនអាចជួបពេកបានទេលោកគ្រូប៉ែថាខ្ញុំតែការសម្រាប់ឲ្យបានច្រើនកុំបារម្ភអីមិនយូរឡើយលោកមេកាម៉ាបាទលោកអស់កម្លាំងណាស់ហើយលោកទៅវិញសម្រាប់ចោះខ្ញុំនាំអ្នកប្រុសមីងទៅដើរលេងប៉ុន្តែខ្ញុំទៅជាមួយអ្នកប្រុសមីងតាមមានអីគាត់បារម្ភនោះទៅបាទទៅអ្នកប្រុសមីងទៅយើងគេថាមនុស្សប្រុសមានប្រពន្ធមនុស្សស្រីមានប្តីឥឡូវនេះធុញទ្រាន់នឹងខ្ញុំហើយប៉ុន្តែលោកម្ចាស់ក៏មិនបាច់បារម្ភទៀតដែរ